ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិអរគ្នាថ្ងៃនេះដែរខ្ញុំមកធ្វើការ remote ហើយធ្វើ task ដែលលោកគ្រូបានដាក់ឲ្យដែលមានចំនួន9នេះអញ្ចឹងយើងប្រើ SH ជាមួយនឹង keypad នៅក្នុង AWS ដែលយើងប្រើម៉ាស៊ីនមេ EC2 អញ្ចឹងយើងប្រើវាដោយសារវាមាន CQ ហើយអត់ចាំបាច់យើងត្រូវការប្រើពាក្យសម្ងាត់ទេហើយវា encrypt វាធ្វើឲ្យយើងមាន CQ ហើយវានឹង defend នៅពេលដែលយើង log in ដោយគ្មានការអនុញ្ញាតចឹងជាដំបូងយើងត្រូវចូលម៉ាស៊ីន EC2 សិនហើយយើង complete យក HIO ដោយសារវាប្រើប្រាស់រៀង slow មែនប៉ុន្តែវាចំណាយអស់លុយតិចអញ្ចឹងយើងធ្វើការ run instance មកហើយនេះគឺជា server របស់យើងអាចចង់ដាក់ឈ្មោះអីឥឡូវខ្ញុំដាក់Sofu Azure 5 AWS ចុះហើយយើង complete កន្លែង quick start នេះយើងយកទៅអូខេកន្លែងនេះយើងមិនប៉ះពាល់ទេហើយចំណែកនេះ keypair បើសិនបើយើងមាន keypair យើងយកវាបើសិនបើយើងអត់យើងបង្កើតហើយឥឡូវខ្ញុំធ្វើការយក keypair ដែលខ្ញុំបង្កើតហើយចុះបើយើងអត់បង្កើតយើងត្រូវបង្កើត keypair ឥឡូវខ្ញុំបង្កើតថ្មីមកខ្ញុំដាក់ keypair មកចុះ keypair អូខេអញ្ចឹងអានេះគឺជាឈ្មោះ keypair ខ្ញុំអញ្ចឹងយើងធ្វើការ click create keypair ហើយខ្ញុំ save វាដាក់លើ desktop ខ្ញុំលុបបញ្ចេញចោលOh my god keypair Sofu AWS ខ្ញុំ create ខ្ញុំដាក់វាលើ desktop ចុះអូខេអញ្ចឹងខ្ញុំធ្វើការកន្លែងនេះយើងមិនបាច់ប៉ះពាល់អីទេយើងធ្វើការចុច Launch Instance ហ្នឹងទៅយើងយក default របស់ AWS អញ្ចឹងយើងធ្វើការ Launch Instance អូខេបន្ទាប់ពី Launch Instance យើង success យើងចូល Instance វិញហើយចាំឲ្យវា check 3.3 នេះ pass អញ្ចឹងយើងធ្វើការ refresh មកអូខេវាអត់ទាន់ពេញទេអូខេខ្ញុំដោយសារវារៀងយូរអញ្ចឹងខ្ញុំធ្វើការ push video សិនអូខេបន្ទាប់ពីយើងpatch check វា patch អស់ហើយយើងធ្វើការ SH អញ្ចឹងខ្ញុំប្រើប្រាស់ Git bash ដើម្បី SH ទី1យើងត្រូវការ keypair របស់វាអញ្ចឹងដើម្បីបាន keypair យើងចូលទៅកាន់ server ដែលយើងបង្កើតហើយយើងយកពាក្យ connect អានេះចាស់របស់ខ្ញុំអញ្ចឹងយើងចូលថ្មីចុច connect ហើយយើងចូលដំបូងវាចូលនៅ EC2 instant connect អញ្ចឹងយើងយក SH client មកហើយនេះគឺជា DNS ដែលយើងត្រូវ connect វា SH keypair បើអូខេខ្ញុំ copy វាហើយខ្ញុំធ្វើការ connect ចូល SH អញ្ចឹងខ្ញុំធ្វើការ CD ចូល desktop ដោយសារ keypair ខ្ញុំដាក់លើ desktop អូខេតបជាពួកចូល desktop ហើយខ្ញុំ list វា down អត់អញ្ចឹងខ្ញុំធ្វើការ change mode 400អញ្ចឹង keypair Sofu អូខេអញ្ចឹងខ្ញុំធ្វើការ enter change mode នេះយើងធ្វើការបាន direct ទេហើយខ្ញុំផាសkeypair ខ្ញុំចូលហើយវានឹងshowយើងថាយើង continue ឬក៏ continue connect នឹងអត់អញ្ចឹងយើងវាពាក្យ yes មកខ្ញុំ continue
ok នេះវា connect ដែល server របស់យើងនៅ IP នៅលើវាមិន MSI ទេចឹងវាឆេងមកវាឆេងចូល server របស់យើងវិញចឹងយើងមកមើល task របស់លោកគ្រូបានឲ្យវិញចឹងទី1 tree ចឹង tree នេះវាបង្ហាញfolder ដែលជា NAS ចឹងដើម្បីចំណែកទី2វិញ mkdir.p ចឹងបង្កើត folder ជា NAS ទី3 cat file ចឹងបង្កើត text file ចឹងកុំឲ្យយូរយើងធ្វើការចូលធ្វើកិច្ចការទី1មកទៅចឹងទី1ដែរយើងគឺជា tree ចឹងយើងដើម្បី tree បានយើងត្រូវប្រើប្រាស់ command T ដើម្បី display structure folder និង file ទាំងអស់នៅក្នុង directory ដែលយើងស្ថិតនៅបច្ចុប្បន្នហ្នឹងតាមបែប visual tree ចឹងយើងធ្វើការប្រើប្រាស់ command tree អូខេដោយសារខ្ញុំអត់ទាន់ down tree ទេចឹងដើម្បី down បានយើងត្រូវប្រើប្រាស់ command sudo apt install tree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  sudo apt installដោយសារខុស comment យូខ្ញុំទៅកែ clear ចឹងយើងធ្វើការប្រើប្រាស់ command tree អូខេចឹងដោយសារខ្ញុំអត់ទាន់បាន install tree ទេចឹងយើងត្រូវធ្វើការ install tree ជាមុនសិនចឹងយើងប្រើប្រាស់ command apt sudo apt install tree.y អូខេpacket tree ចឹងគេមុននឹងយើងធ្វើ task ដែលមាន 7 នេះចឹងយើងអូខេមុននឹងយើងធ្វើ task ទាំងអស់នេះយើងធ្វើការ update មុនសិនupdate ចឹងរងចាំវា install packet ទាំងអស់សិនអូខេចឹងបាញ់ហើយយើងវាពាក្យ command tree ចឹងដោយសារ tree អត់ទាន់យើងអត់ទាន់បាន install ចឹងយើងត្រូវប្រើប្រាស់ command install sudo apt install tree អូខេចឹងយើងបាយ command tree ចុងអូខេចឹងយើងចូលមើល lab គ្រូម្ដងដែលមាន9 list ចឹងខ្ញុំធ្វើការ remote ចូលខ្ញុំប្រើប្រាស់ Gigabyte ដើម្បីយក ASA ចឹងការចូល desktop ហើយខ្ញុំធ្វើការ list រក keep pair ហើយខ្ញុំធ្វើការ change mode វាkeep pair support AWS ខ្ញុំធ្វើការ S8 មិនពីយ៉ាងអូខេអញ្ចឹងខ្ញុំធ្វើការ S8 ហើយយើងមុនដំបូងយើងត្រូវបើយើងអត់ update ឬក៏ install tree ទេយើងត្រូវការsudo upgrade វាសិន
chấm tích việc update thì upgrade mình nó tiền nhé. Ok dùng bộ list tí mối đây là cậu đã áo cứ trì chẳng bật sân bây giờ vi commentary ní chó bật sân chỉ ở toàn install trì tế cứ việc bàn thì chẳng để sao em install trì hơi hơi chẳng mình cao vài trì trong nào tới bật sân mà người ta ní ở toàn miền trì chẳng dươngត្រូវការធ្វើការ sudo apt install trì cho mong sân cao vài trì ok chẳng sau directory sau file để xem nhưng mà ở toàn bàn bậc cao tế chẳng chúng tôi cảm cả trì cho ok này copy vào Chrome tế ok nhưng các bạn chúng dân vay comment âm khe đại IO ní chỉ flag đỏ bé là mình cần folder về trên này chẳng viên nâng ở folder son môi nó trong folder son môi nóមានsonពីរហើយតរហូតដល់son 10ចឹងខ្ញុំធ្វើការenter អូខេចឹងបន្ទាប់ពីយើងវាយ folder ដែលយើងបង្កើតជានេះហើយយើងធ្វើការ check មើលម្ដងទៀតដើម្បីទៅពេលនេះចឹងវាបង្កើត folder 01 02 03ហូតដល់ nano តែដោយសារនឹងគេបាសយើងប្រើ nano នេះចឹងយើងប្រើ cat ជំនួសវិញដែលយើងcat វាជាបង្កើតវាជា text file អូខេចឹងខ្ញុំនឹងធ្វើការ cat វាចូលចឹងយើងវា cat /1 ហើយដាក់ឈ្មោះ file យើងជា text .text .tof អូខេចឹងហើយយើងធ្វើការ copy content យើងដែលមានចំនួន4នឹងចូលយើង copy ផាវាហើយយើងបន្តមកយើងវាពី EFO ហើយចុច enter ដើម្បី save អូខេចឹងយើងចង់ដឹងថាវា save បានជោគជ័យឬអត់យើងធ្វើការ create text file ដើម្បី display ថា content ហ្នឹងយើង save បានត្រឹមត្រូវអត់ចឹងយើងធ្វើការ create វាមើល text ok chẳng vì dương ban sale mấy cái việc display mà thà city institute để miền content dương buôn lần ok chẳng cho dương tầm mơ list tìm buôn này lục rung mình đã ai với tìm buôn cứ copy file ở trong nông folder thằng chẳng dương thơ ca lớn dương copy text file từ folder đời ra comment cp chẳng dương thua ca quay cp copy mang tới những server ấy okay. cp cp oh my god không nên backslash oh my god ok nhưng mà pin nó môi mà
យើងខ្ញុំវាយយកមក003រហូតដល់010Selamat ya. Sondap. Ok, trong topiយើង copy បានហើយយើងធ្វើការសារ entry វាមើលដើម្បី verify text file ok ចឹងfolder ទាំងអស់មានហើយចឹងយើងចូលទៅកាន់ទី5វិញតា c.cr sv11 ពីតា001ចឹងដក c នេះដែរអត្ថន័យវាមានន័យមិនចឹងដក c នេះដែរគឺ create បង្កើតarchive folder ថ្មីហើយចំពោះដក v នេះដែរគឺ workbox បង្ហាញ file ដែលកំពុង extract ហើយដក f file name ចឹងផ្ដល់ឈ្មោះជា archive sv11 តា001 ok ចឹងយើងបង្កើតតា archive មួយហើយតានេះដែរគឺជា tool package file បង្កើត file តែមួយចឹងយើង flag .c មានន័យថា create អូខេចឹងខ្ញុំធ្វើការ copy វាចូលតា001អូខេចឹងយើងដាក់ឈ្មោះវាជា sv11.12.ta ហើយ package folder 001ទាំងមូលនេះចំពោះlab ទី list ទី6វិញតា hsv x copy c មិន x ហ្នឹងគឺ extract ចឹងដក file ចេញពី archive យើងចឹងដក file ចេញពីណាដកចេញពី sv11 12ហ្នឹងវិញចឹងតមកយើង extract file ហ្នឹងមកចឹងយើងនឹងធ្វើការ extract វាវិញអូខេចឹងបន្ទាប់ពីយើង extract ជោគជ័យហើយយើងធ្វើការមើល lab ទី list ទី 8 វិញខ្ញុំ copy ផងត្រូវហើយមើល lab ទី 8 វិញដែលតា .c v f sv11 តា gzip អញ្ចឹងដើម្បី extract compass តា .gzip file យើងប្រើ x សម្រាប់ extract .z សម្រាប់ gzip អូខេអញ្ចឹង .gzip អញ្ចឹង decompression.v សម្រាប់ verbal output .f សម្រាប់ file name comment នេះ decompress និង unpack file ទាំងអស់ចេញពីក្នុង directory បច្ចុប្បន្នអូខេអញ្ចឹងខ្ញុំធ្វើការតាវាតែវាចេញពី file directory បច្ចុប្បន្ន is not exam តា Jesus I think I passed this call here okay យើង listing extract listing 7ម្ដងទៀតអូខេបន្ទាប់ពីយើង extract វា list 3 ដែលជាតានេះយើង extract វាជា folder sv11 12អញ្ចឹងយើងធ្វើការ
creep វាម្ដង compress នេះមិញអូខេអញ្ចឹង SV11 តែដក HSV 11 12 នេះគឺជោគជ័យហើយអញ្ចឹងដក X នេះមានន័យថាម៉េចដក X ហ្នឹងគឺ extract ហើយដក C នេះគឺជា G10 អញ្ចឹង decompress ដោយប្រើ G10 អញ្ចឹងដក V គឺជា visible បង្ហាញ file ដែលកំពុង extract នេះគឺជា SV11 12 data ហើយដក F នេះគឺ file name យើងនេះ file name អញ្ចឹងដើម្បីយើងទៅមើលទី9វិញ zip ដក ESV ដក OV បង្កើត zip archive អញ្ចឹងដើម្បីបង្កើត zip archive យើងប្រើ command zip ដើម្បីបង្កើត zip archive អញ្ចឹង flag ដក O flag ដក O flag ដក O ហ្នឹងមានន័យថា recursive ដែលមានន័យថា include subfolder នៅក្នុងហើយនឹង file ដក O ក្នុង folder 001មិញដែលយើងកើតមិញអញ្ចឹងដក V នេះដែរគឺដើម្បីបង្ហាញទៅអ្វីដែលយើងកំពុងស្ថិតនៅអញ្ចឹងយើងដាក់ឈ្មោះ output file ថាSV11 12 1001ចឹងយើងធ្វើការ copy វាចូលដោយសារខ្ញុំអត់ទាន់មាន zip ចឹងខ្ញុំការ install សិនអូខេមួយយ៉ាគេបន្តជោគជ័យខ្ញុំទៅកាប់ខាងក្នុងទៀត zip វាទៅជា001គេបន្តវាយើង zip ជោគជ័យហើយយើងធ្វើការ unzip វាវិញធ្វើការ unzip ដែលជា list ទី9ចុងក្រោយនេះការ unzip ចឹងយើងប្រើប្រាស់ command unzip ដើម្បី extract zip file ហ្នឹងហើយ command នេះវានឹង unpack file យើងដែលយើង list មកមិញហ្នឹងជា folder ទាំងអស់ចេញពី SV 11 12នេះមកក្នុង directory ដែលយើងស្ថិតនៅបច្ចុប្បន្នអញ្ចឹង command mzip នេះដែរងាយស្រួលសម្រាប់ថា unzip រួចដាក់ឈ្មោះ file ដែលយើងចង់ unzip ហ្នឹងអូខេអញ្ចឹងខ្ញុំ copy របស់លោកគ្រូដាក់តែម្ដងអូខេបន្ទាប់ពីយើងខ្ញុំអត់ទាន់មាន unzip អូខេខ្ញុំធ្វើការ install unzip install machine direction sudo apt install unzip អូខេខ្ញុំមិនផ្លេច apt គេបន្តជោគជ័យខ្ញុំធ្វើការផាសម្ដងទៀតនេះ unzipដក SV11 wait sudo where am I at compress okay បន្ទាប់ unzip ជោគជ័យខ្ញុំកាប់ខាអូខេអញ្ចឹង command unzip យើងគឺunzip SV11.zip ចាំមានអ្វីខុស
ខេអញ្ចឹងបន្ទាប់យើងអានជោគជ័យយើង run 3ម្ដងទៀតទៅអូខេហើយយើង run 3នេះដើម្បីបង្ហាញទាំងអស់ដែលយើងបានបង្កើតនៅក្នុងថ្ងៃនេះដែលយើងបង្កើតនេះ3 folder ជាណាស់នេះមួយហើយយើងធ្វើការ copy file វាដល់ជា txt ដែលជា list នៅ copy file ទី4នេះហើយមួយទៀតគឺយើងតែ compress ទីជាវាជា G10 នេះហើយនឹងធ្វើការ zip archive ហើយជា file ដែលមានឈ្មោះ sv11.12 តា copy express sv11.zip នេះហើយជា file .txt អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណគ្រូ